ជំរាបសួរខ្ញុំបាទឈ្មោះសនតារាជាមន្ត្រីកសិកម្មឃុំនៅក្នុងឃុំរំដោះស្រុករៀងខេត្តព្រះវិហារហើយថ្ងៃនេះខ្ញុំបានសហការជាមួយនឹងខាងមន្ទីរកសិកម្មខេត្តព្រះវិហារខាងការឡាយផ្សព្វផ្សាយដើម្បីចុះមកធ្វើការវិភាគសេដ្ឋកិច្ចជូនពុកម៉ែបងប្អូនជាពលរដ្ឋដែលគាត់ប្រកបរបរចិញ្ចឹមកដូបហើយក្រោយពីបានធ្វើការវិភាគសេដ្ឋកិច្ចរួចមកយើងឃើញថាកសិករដែលគាត់បានចិញ្ចឹមកដូបគឺឃើញថាគាត់ទទួលបាននូវប្រាក់ចំណេញខ្ពស់តាមរយៈការចិញ្ចឹមនេះគឺមានការចំណាយទាបហើយបច្ចុប្បន្ននេះនៅក្នុងភូមិរំដោះនៅភូមិស្វាយប៉ាតហ្នឹងត្បូងឡើយមានគាត់បានកសិករបានចិញ្ចឹមគ្រប់ចាប់ដើមពីឆ្នាំ2025ពីខែ6កន្លងមកហើយដល់រយៈពេលនេះតែជា5ខែ6ខែនេះហើយយើងឃើញថាត្បូងឡើយគាត់ចាប់ដើមតែមកគ្រួសារទេគាត់ដាក់ពង2គីឡូឥឡូវនេះមកដល់ពេលនេះគាត់នៅក្នុងភូមិអាចថាមានការផ្សព្វផ្សាយនៃការចាប់ព្រមនៃការចិញ្ចឹមគ្រប់នោះមានរហូតដល់ជាង10គ្រួសារហើយទៅមុខទៀតអាចនឹងមានការកើនឡើងបន្ថែមទៀតហើយចំពោះបញ្ហាទីផ្សារឃើញថាតាមផ្សារអានពុកម៉ែបងប្អូនជាកសិករឃើញថាទីផ្សារនៅតំបន់នេះគឺល្អហើយគាត់ជាមួយគាត់លក់នៅក្នុងសហគមន៍ផ្ទាល់គឺនៅក្នុងភូមិផ្ទាល់ដែលគាត់ពេញហូបជាលក្ខណៈគ្រួសារហើយមួយទៀតគាត់លក់ទៅខាងទីផ្សារដូចជាខាងកំពង់ធំនិងក្នុងតំបន់នៅក្នុងស្រុករវៀងដូចនឹងអីផ្សេងៗទៀតហើយចំពោះខ្ញុំគឺខ្ញុំមានការសប្បាយចិត្តនៅពេលដែលឃើញថាមុខរបរចិញ្ចឹមក្រូបនេះអាចជាការរកប្រាក់ចំណូលបន្ថែមក្រៅពីមុខរបរចម្បងនៅក្នុងឃុំដូចជាការធ្វើដលងមីការធ្វើកសិកម្មអីផ្សេងៗហើយមុខរបរនេះគឺជាមានការចំណាយថ្លៃដើមទាបមែនទែនហើយយើងគិតថាការចំណេញវិញក៏ខ្ពស់ហើយការចំណេញខ្ពស់នេះវាអាស្រ័យទៅលើការកំងពូជគេថាពងពូជកាលណាក៏លក់បានច្រើនចំណូលផាន់គាត់ក៏បានច្រើនទៅតាមនឹងដែរក្នុងពងពូជយើងដាក់ចំ1គីឡូគាត់អាចទទួលបានពងពូជវិញអាចចាប់ពី10គីឡូឡើងទៅតាមការកំងផាន់គាត់ហើយសាច់ក្នុងមួយពងពូជតែគាត់ដាក់ចំក៏អាចទទួលបានសាច់ត្រឹមអាចពី15គីឡូឡើងទៅអញ្ចឹងយើងបូកចូលគ្នាថាក្នុងមួយវត្តពងពូជនេះយើងអាចទទួលបានប្រាក់ចំណេញគួរសមហើយចាក់ទៅនឹងការចំណាយផ្សេងៗយើងឃើញថាចំណីគឺយើងប្រើស្មៅដែលយើងអាចដាំបានហើយទៀតហើយនឹងចំណីសត្វតិចតួចដែលយើងប្រើបន្ថែមហើយចាក់ទៅការសង់រោងអីយើងឃើញថាមានកស៊ូផ្លាស្ទិកនេះហើយនឹងនេះហើយយើងប្រើបានយូរអាចថាយើងចំ4 5សា4 10ខ្សែក៏យើងអាចនៅប្រើរបស់នឹងហើយយើងមានការជួសជុលតិចតួចហើយខ្ញុំក៏ចូលរួមគ្រប់គ្រងដល់ពុកម៉ែបងប្អូនដែលមានចង់ប្រកបវល់ចិញ្ចឹមក្រូបនេះអាចថាយើងចាប់អារម្មណ៍ឬក៏ជាមុខរបរបន្ថែមសម្រាប់អ្នកដែលនៅក្នុងគ្រួសារជាស្ត្រីដែលគាត់នៅប្រកបមុខរបរតបសំក្រៅពីមើលកូនមើលថែផ្ទះគាត់អាចប្រកបមុខរបរចិញ្ចឹមក្រូបនេះដើម្បីអាចជួយរកចំណូលបន្ថែមជួយគ្រួសារហើយអាចថាបើសិនជាពុកម៉ែបងប្អូនមានតកូនបច្ចេកទេសតកូនអីយើងអាចជាការផ្ដល់ជាបច្ចេកទេសដូចជាសួរនាំបទពិសោធន៍ពុកម៉ែបងប្អូនដែលគាត់ជាអ្នកចិញ្ចឹមកដូបដែលគាត់ឆ្លងកាត់បទពិសោធន៍ចិញ្ចឹមក្រូបជោគជ័យគឺអាចចែកម្លែកគ្នាទៅវិញទៅមកឬធ្វើការសិក្សាពីកន្លែងមួយទៅកន្លែងមួយដើម្បីយើងដកស្រង់បទពិសោធន៍ឬក៏អ្នកថ្មីដើម្បីយើងអាចលើកក្រូបចិញ្ចឹមក្រូបទៅបានជោគជ័យបាទខ្ញុំចូលរួមទៅប៉ុណ្ណឹងអរគុណច្រើនលោកជា